សញ្ញាមិនប្រក្រតីនៃការរមាស់លើរាងកាយសញ្ញារមាស់ផ្សេងៗនៅលើរាងកាយដែលអ្នកមិនគួរមើលរំលងពីព្រោះវាអាចជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរ 1. រមាស់ដៃនិងជើងអាចជាសញ្ញានៃជាតិស្ករក្នុងឈាមខ្ពស់បញ្ហានេះបណ្ដាលឲ្យរាងកាយបាត់បង់ជាតិទឹកនិងកាត់បន្ថយឈាមដែលចិញ្ចឹមស្បែកសរសៃប្រសាទដែលខូចអាចរំខានដល់ការបែកញើសធ្វើឲ្យស្បែកស្ងួតនិងរមាស់ជាតិស្ករក្នុងឈាមខ្ពស់អាចនាំឲ្យមានផលវិបាកផ្នែកបេះដូងនិងសរសៃប្រសាទ 2. រមាស់នៅតំបន់ឯកជនជាសញ្ញានៃជំងឺរោគស្ត្រីដែលបណ្ដាលមកពីការរលាកអាចជាសញ្ញាព្រមានអំពីដុំសាច់នៃការផ្លាស់ប្ដូរអរម៉ូនអាចទាក់ទងនឹងការរីកលូតលាស់នៃកោសិកាមហារីក 3. រមាស់ក្នុងទ្រូងអាចបណ្ដាលមកពីជំងឺស្បែកជាសញ្ញាព្រមាននៃដុំពកសូដន់ដែលកំពុងលូតលាស់ប្រសិនបើមានអាការៈរមាស់នៅតំបន់ទ្រូងអមដោយកូនកណ្ដុរហើមឬដុំពកគួរស្វែងរកការព្យាបាលភ្លាមៗ 4. រមាស់ពេញស្បែកអាចបណ្ដាលមកពីការផ្លាស់ប្ដូរអាកាសធាតុប្រតិកម្មទៅនឹងភ្នាក់ងារជាក់លាក់ការឆ្លងមេរោគបាក់តេរីបញ្ហាទាក់ទងនឹងមុខងារតម្រងនោមនៅពេលតម្រងនោមមានបញ្ហាជាតិពុលក្នុងបង្ហូរនោមរាលដាលទូទាំងរាងកាយអាចជាសញ្ញាព្រមាននៃជំងឺមហារីកស្បែកឬមហារីកថ្លើមសូមបងប្អូនយកចិត្តទុកដាក់ចំពោះសញ្ញារមាស់ផ្សេងៗនិងទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាពប្រសិនបើមានសញ្ញាទាំងនេះជាជាងធ្វើប្រងើយព្រោះវាអាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរណាមួយដែលត្រូវការការព្យាបាលទាន់ពេលវេលា